Dumper Pro Max កូដ XA អានេះ Dumper Pro Max កូដ LLA លើថាកូដ LLA នេះពិបាកប្រើអញ្ចឹងវាពិបាកប្រើមែនអត់ទៅជួបជាមួយនឹងអ្នកជំនាញជាមួយខ្ញុំទាំងអស់គ្នាតបងថតកាមេរ៉ាមួយចង់សួរបងថាកូដ LA នេះវាពិបាកប្រើដូចគេថាមែនអត់ Dumper Pro Max កូដ LLA ពិបាកប្រើអត់អ្នកនរគ្នាសម័យនេះអត់ពិបាកប្រើទេសម្រាប់ SIM ប្រើ eSIM សុទ្ធពីដើមហើយប្រើ eSIM ទាល់តែយើងទៅដាក់ SIM នៅក្រុមហ៊ុនតែឥឡូវមិនបាច់ទេគ្រប់ប្រព័ន្ធសេវា Card Smart ហើយនិង Smartphone អាចទិញបានខ្លួនឯងពីទៀតនោះកូដ LLA នេះគឺវាល្អមួយយ៉ាងចេះថ្មវាធំជាង XLA ហ្នឹងរហូតដល់ទៅ 5% 5%យើងមើលទៅតិចទេប៉ុន្តែការប្រើជាក់ស្ដែងយើងមើលវីដេអូ streaming ណាគឺយើងអាចមើលវីដេអូលើអាកូដ XA នេះលើសទៅដល់2ម៉ោងហើយជាពិសេសកូដ LLA គឺមានការធានានេះធានាមួយឆ្នាំពីហាងគ្នាយើងតែម្ដងចុះបើសិនជាបងឯងយកមួយដែរបើសិនជាបងយកកូដ LLA តែស្អីទំហំថ្មវាធំជាងហើយមួយទៀតនោះដូចបងថាអញ្ចឹងអាចដាក់ eSIM បានឲ្យខ្លួនឯងគ្រប់ប្រព័ន្ធគ្រប់ក្រុមហ៊ុនហើយដូច្នេះអត់មានផលវិបាកទេសម្រាប់កូដ LLA ហើយអ្នកនរគ្នាបើចង់បាន iPhone 17 Pro Max ពណ៌ orange កូដ LLA នេះអាចអញ្ជើញមកមើលមកតេស្តបានដែលទីតាំងស្ថិតជាប់នឹងទួលស្ពានអាកាស7មករាចុះពីលើស្ពានមកនៅខាងក្រោមដៃលើផ្លាកថានេះយើង KY Store ហើយជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតអរគុណច្រើនបាយ